លោកភុនភៀបបានបកអាក្រាតថាកម្លាំងខ្ញុំជាកងប្រទេសរបស់ពលពតខ្ញុំមកនៅថ្ងៃទី15 ខែ 4 97មកនៅទីក្រុងភ្នំពេញតំណង12ផ្លូវ267ទៅថនបាទដូច្នេះក្រោយមកទស្សនភាពបាទខ្ញុំមកនៅផ្ទះចាស់របស់យកបញ្ឆៃយ៉ា88អាកាសនាដការរងទី1យកបញ្ឆៃដូច្នេះទស្សនភាពនឹងការទោះវត្តមិនហួសពីចុងកម្ម7ដែលគេឲ្យត្រៀមឲ្យបាន10000ជាងយកទៅដាក់កំពង់ចាមច្រកតាមតំបន់នានានិងទីក្រុងភ្នំពេញសំខាន់ភ្នំពេញផ្ទះសំណាក់ដែលជួលឲ្យនៅកម្លាំងខ្ញុំនៅកន្លែងអរែងសំណាក់កន្លែងសំណាក់ក្រុមព្រះសម្ដេចក្រុមព្រះហ្នឹងគឺ45នាក់ហើយនឹងអរែងកន្លែងគណៈបក18នាក់នៅកន្លែងផ្ទះចាស់យកឆៃ24នាក់និងកន្លែងប្រទេសតាំងកតាំង500ជាងនាក់ដូច្នេះកម្លាំងយកបន្តនឹងដឹកអាវុធដោយខុសច្បាប់ពីរដ្ឋធម្មនុញ្ញចែងបាទយកមកចូលនៅទីតាំងកតាំងបន្ទីតាំងកតាំងបាទមានអាវុធទំនើបDK82បាទនិងកាភ្លើងអមរៈរាប់រយដើមនិងDK75ព្រមទាំងកម្លាំងថែមទៀតដូច្នេះកម្លាំងនេះគឺជាកម្លាំងរបស់ពលពតពិសេសសម្រាប់ពីទិសដៅតែមួយខ្ញុំនិយាយប្រាប់អស់លោកទិសដៅតែមួយពលពតនិងហ៊ុនសំតែតែមួយចឹងមិនថាសូមជម្រាបអស់លោកទៅកម្លាំងខ្ញុំគេយកនៅតាំងកតាំងគឺការទៀតប្រកាសរបស់គេអត់ឲ្យចាញ់ពីប្រទេសគេឲ្យត្រៀមតែពេលប្រយុទ្ធដូច្នេះបំបត្តិសិទ្ធិសេរីភាពដូច្នេះបើមានការជិះជាន់ចលនាតស៊ូចលនាអរែងក៏កាកនៅក្នុងអង្គភាពរបស់ខ្ញុំមិនអាចឲ្យធ្វើទៀតសង្កត់បានដូចនេះពីព្រោះកម្លាំងខ្ញុំតែខ្លួនកម្លាំងខ្ញុំមិនមែនជាកម្លាំងមកចូលគណៈបកណាទេកម្លាំងកងទ័ពគឺកម្លាំងអព្យាក្រឹតខ្ញុំផ្ដាច់ខ្លួនហើយខ្ញុំដើរគ្រប់ខេត្ត21 22ខេត្តខ្ញុំដើរទាំងគ្រប់នៅទៅខេត្តសៀមរាបអត់ទៅកំពង់ចាមខ្សែរៀងកពតតកែខ្ញុំដើរហើយតោសាត់បាត់ដំបងខ្ញុំដើរប្រទេសមានជ័យដើរដូចនេះឃើញកន្លែងណាក៏កន្លែងអរែងសាលារៀនលោកហ៊ុនសែនសាលារៀនអរែងលោកហ៊ុនសែនវត្តអារាមរបស់លោកហ៊ុនសែនខ្នល់របស់លោកហ៊ុនសែនស្ពានរបស់លោកហ៊ុនសែនហ៊ុនសែនមិនមែនជាដូចជាគេថាទេបើដូចជាគេថាក៏មិនមែនដឹកនាំតាំងពី79ដល់ឆ្នាំ97ទេបាទដូច្នេះបើតើគាត់ធ្វើមិនកើតប្រជាជនដេញគាត់ចេញពីកម្ពុជាតាំងពីឆ្នាំ91ដូច្នេះខ្ញុំយករបស់កិច្ចការក្នុងប្រទេសនេះចង់និយាយថាកាលពី79ដែលខ្ញុំរត់ចូលព្រៃបាទដូច្នេះកាលពីសម័យនោះខ្ញុំនៅក្មេងនយោបាយខ្ញុំខ្ចីហើយខ្ញុំអត់ដឹងថារបបគេនឹងធ្វើដើម្បីអីទេអត់ដឹងតែដំណាក់កាលនេះខ្ញុំយល់យ៉ាងច្បាស់របស់ពលពតទូទៅនួនជាហៅប៊ូអៀងសេរីហៅវ៉ាន់ហែមហៅខៀវសំសុនសេនហៅខៀវយុទ្ធយ៉ាតនេះខ្ញុំស្គាល់ច្បាស់តែគាត់ថាបញ្ហាសំខាន់ដែលបញ្ហាដែលសុនសេនស្លាប់អានេះជារឿងមួយដែលអស់លោកចង់សួរចាំខ្ញុំឆ្លើយតាមសំណុំពរដែលអស់លោកសួរបាទនឹងទៅធានចឹងដូច្នេះកម្លាំងដែលខ្ញុំមកឮតែនិយាយឲ្យត្រៀមការប្រយុទ្ធជាមួយគណៈបកប្រជាជនអ្នកណានឹងហ៊ានធ្វើឃាតហ៊ុនសែនបានអ្នកណានឹងហ៊ានធ្វើឃាតគណៈបកហ៊ុនសែនបានអ្នកនេះត្រូវទទួលមិនបានដូច្នេះអ្នកនេះដែលធ្វើអញ្ចឹងមិនមែនជាសាសនានឹងឈប់បង្ហូរជាខ្មែរទេគឺឲ្យបង្ហូរជាខ្មែរលើនេះមកប៉ុណ្ណាទៀតអាវុធក្របរំសូវនិងកម្លាំងរបស់ខ្មែរខំពិសេសយកមកនៅទីតាំងកតាំងបន្ទាយតាំងសាំងបាទដឹកជាប្រចាំយន្តហោះអេលកូបាទអាកតុំលើថាប្រចាំដឹកមកចោះទាំងយប់ទាំងថ្ងៃបាទ